xem ôi làm đèn tồn đó này nó đợi mấy bà lắng khơ ca không luôn sẵn bông có vùng cật nữa thằng mê chạp bảo dưỡng chốc lần chết mà khai ấy phần tay đang cáp ăn kia mê thâm mê cho mà tia rồi bông tin đầm này nắng mê tốt ai bài nhở cô hai dây trắng bây giờ ta kê lư nữa mặc kê ngọt ấy cha mình tới đó bông bài thơ ca vô chứ nào mà ca nghe còn lọ hay nam môi tia từ lại thằng lòng không có bài còn lọ này ba ơi thơ ca to hai cùng nó bông từ mày từng ngày á bông hiền bông thế xong là thơ ca bạn mình cái đây xong đôi khoảng ngày đừng tới hai cùng ai mình sầm biến thơ ban đấy thơ ca tấu hai đường cuối nó bây giờ thì đừng tránh Xím, tivi và khơi này cho mơ không có được chẳng nghĩ nắng mê cọt nóm mê to thay mà ao dương con á mình lành rồi ván nữa bông trắng mê còn đa sao mà bông hai tiết nó ngã ổn bông nó bông này mà pram là ngày ổn đặt ấy chẳng tham tới cá á cáp ăn kia mê mê cho mà tia rồi bông tin đầm này nắng mê tốt ai bài nhở số đây nè các khné rồi nè các khné bắt toពីមេចាស់របស់យើងជប់ទៅអ្នកទាំងអស់គ្នាដឹងហើយថាយើងអត់ទាន់មានអ្នកថ្មីមកដឹកនាំទេឥឡូវនេះបងបានប្រសល់គាត់មានបទពិសោធន៍ក្នុងការធ្វើការងារគ្រប់គ្រងហាងរបៀបពួកយើងនឹងយូរឆ្នាំហើយអញ្ចឹងបងសង្ឃឹមថាគាត់មកនេះនឹងអាចជួយដឹកនាំពួកយើងក្នុងការរៀបចំហាងរបស់យើងឲ្យដំណើរការហើយនឹងរីកចម្រើនបានល្អជាងមុនទៀតចឹងសង្ឃឹមថាអ្នកនរគ្នាអាចធ្វើការមួយគាត់បានណាអញ្ចឹងកុសលជួយណែនាំខ្លួនឲ្យពួកគាត់ស្គាល់តិចទៅទៀតយើងធ្វើការមួយគ្នាហើយបាទសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះកុសលហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនបានរួមការងារនៅទីនេះជាមួយនឹង EC មួយជាមួយអញ្ចឹងដូចតែមេគាត់មានប្រសាសន៍មុនហ្នឹងអញ្ចឹងថាខ្ញុំមានបទពិសោធន៍ច្រើនឆ្នាំតាក់ទងជាមួយនឹងការដឹកនាំការងារប្រភេទការងារនៅកន្លែងរបស់យើងហ្នឹងហើយខ្ញុំនឹងយកបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំនេះមកជួយដឹកនាំអ្នកនរគ្នាធ្វើម៉េចឲ្យក្រុមហ៊ុនរបស់យើងកាន់តែរីកចម្រើនទៅមុខទៀតហើយសង្ឃឹមថាអ្នកនរគ្នានឹងសហការជាមួយខ្ញុំឲ្យបានល្អអូខេអរគុណអញ្ចឹងយើងតែដៃអបអរសាទរមួយអញ្ចឹងការប្រជុំរបស់យើងថ្ងៃនេះយើងបញ្ចប់ហើយចាំអាចធ្វើការមួយគាត់បន្តទៅហើយមិនបាយជួបគ្នាទៅណាយើងមានប៉ុណ្្នឹងឯងអរគុណណាបាទតោះកុសលបងចង់ណែនាំពីកន្លែងការងារយើងបន្តិចនេះសិតតែអវ៉ាន់ដែលយើងលក់រាល់ថ្ងៃគឺជាប្រភេទអញ្ចឹងហើយមួយទៀតបងចង់បញ្ជាក់ចេះបុគ្គលិកនៅនេះក៏ធ្វើការបែបស្ងប់ស្ងាត់ធម្មតាទេហើយម្នាក់គឺមានសិលធម៌សុជីវធម៌ល្អដោយសារហាងរបស់យើងមានអតិថិជនច្រើនហើយតើតូននៅអវ៉ាន់នៅកន្លែងយើងទាំងអស់សិតតែបងបណ្ឌិតមើលផ្ទាល់ទាំងអស់មិនន័យថាមុននឹងយកមកលក់យើងតេស្តមិនមែនថាគេចេះតែដាក់ឲ្យយើងចេះលក់ទេតើតាអវ៉ាន់នឹងល្អតើតាអវ៉ាន់នឹងមានប្រយោជន៍ដល់អ្នកប្រើទើបបងយកមកលក់អញ្ចឹងមិនន័យថាមកទិញអវ៉ាន់នេះភ្ញៀវគាត់មិនបាច់សើខ្វល់ដោយសារបងទៅឲ្យមួយសាយហើយនេះស៊ីមក៏ធ្វើការនេះយូរហើយស៊ីមនេះក៏សល់ដែលបងណែនាំមុនហ្នឹងហ៎អញ្ចឹងគាត់ធ្វើការនឹងយូរហើយបើសិនជាមានបញ្ហាអីអាចសាកសួរគ្នាបានហើយឆ្ងល់អីពីហាងក៏សួរស៊ីមបានដែរអញ្ចឹងស៊ីមអាចជួយសហការមួយកុសលផងណាចាបងបើសិនជាមានអីបងអូនជួយអាចប្រាប់បងអូនបានណាបងហ្នឹងហើយអូនបើសិនជាមានអ្វីត្រូវសួរគឺចាំបងប្រាប់បងអរគុណណាចាបងចាអរគុណបងអរគុណស្អីខ្ទើយទៀតហើយស្អប់អីជួបហ្នឹងណាអូខេកុសលអញ្ចឹងការងារមានប៉ុណ្្នឹងឯងណាហើយបើសិនជាមានខ្វះខាតអីមិនបាច់ខ្លាចចិត្តទេឆាតមកប្រាប់បងណាអូបងខ្ញុំចង់ស្នើបុគ្គលិកមួយគាត់ធ្វើការកន្លែងចាំរបស់ខ្ញុំឲ្យអូនហ្នឹងការងារគាត់ល្អខ្ញុំគិតថាបើសិនជាបានគាត់មកជួយការងារខ្ញុំមួយទៀតប្រហែលជាកាន់តែល្អប្រសើរសម្រាប់កន្លែងនេះហ៎បងអត់អីទេបើណៃស្គាល់គាត់ហើយដឹងថាគាត់ធ្វើការល្អដែរពីមុនអញ្ចឹងបងណៃហៅគាត់មកតែប្រាប់ទៅ HR ផងដើម្បីគេធ្វើប្រាក់ខែធ្វើអីបាទបងអរគុណច្រើនអូខេកុសលអញ្ចឹងបងទៅផ្ទះប៉ុណ្ណឹងសិនហើយប៉ុន្តែមួយរយៈនេះបងចង់ផ្ដាំការងារបន្តិចដោយសារតែបងមានការងារផ្ទាល់ខ្លួនដែរមួយរយៈនេះអញ្ចឹងហាងនេះ
ទុកចិត្តលើណៃណា បាទបង ហើយអីដែលសំខាន់មួយទៀតនោះសាខានេះគឺជាសាខាដែលបងយកចិត្តទុកដាក់ជាងគេអញ្ចឹងមួយរយៈនេះពឹងលើណៃហើយ បាទបងខ្ញុំអត់ធ្វើឲ្យបងខកម្ដងទេបងអាចទុកចិត្តលើខ្ញុំបាន បាទអរគុណច្រើនណាអរគុណ mấy bạn bay đi bay bên nhang chẳng hay tại vì tên nào tên này mời bạn chẳng មានរឿងអីមែនអូនមិញបងលឺដូចមានសលេងអីធ្លាក់បែក bay kéo nữa bong hay tại vì thì phải bạn hát đăng tên nào tên này chắc mời bạn này ហើយគឺទៅណាណោះបាទទុកឲ្យបានចោលអញ្ចឹងអត់ទេវាលើធ្វើការកាន់តែប្រហែលហើយតា មកអូនពីនេះនេះជុំនេះទៅអី ចាបងវ៉ាន់បែកទេបងទេវីគាត់រៀបចំបាត់ហើយគាត់ចេញទៅក្រៅបានមើលឥឡូវបែកបាន ហើយមិនក៏គ្នាយើងប្រហែសមែនហើយបើសិនជាមានភ្ញៀវផ្សេងដើរកាត់មិនគួរថាអត់គាត់ទេអត់យកចិត្តទៅដាក់សោះហ្មងពួកណៃនំគ្នាជួយសម្អាតណាជាពីព្រោះណាដល់ភ្ញៀវ ចាបងទេវីបងទៅជួបផ្ញើហើយបងបានទិញបលាចូលចិត្តទៀតណា មានតែបងស្រីខ្ញុំទេដែលយកចិត្តខ្ញុំជាងគេ អូយទៅលាន់ណាស្អីទេធ្វើការមួយគ្នារងថ្ងៃខំគ្នាចឹងរងថ្ងៃហ្នឹងមកនិយាយស្អីអញ្ចឹងណែថាមិនសមថ្ងៃសន្តិណាបាយទៅឲ្យបានចោលពេញផ្លូវហើយភ្ញៀវដើរជន់វ៉ាន់ឡើងបែកហើយហែងសំណាងហើយអត់មុតជើងភ្ញៀវបើមុតជើងភ្ញៀវហែងស្លន់បដ ாய் មកសមមកខ្ញុំទុកឲ្យបានចោលមានណាបងសមមកញ៉ាំមេហើយខ្ញុំទៅឲ្យទៅទិញកាហ្វេឲ្យគាត់ណាហើយគាត់ថាចែកប្រាប់គ្នាយើងនោះឲ្យមកជួយធ្វើខ្ញុំតតា អូអញថាមេនឹងអត់ស្រួលទេអញសង្ស័យតែពូហើយពូអីមិនសមមិញគាត់ដើរមកគាត់ធ្វើដូចគាត់ដឹងរឿងអីអញ្ចឹង បាយមកប្រើខ្ញុំទៅទិញកាហ្វេគ្មានទាំងឲ្យលុយខ្ញុំមកវិញផង អូន ចាបង អូនណាឈ្មោះអីគេ ចាបងខ្ញុំឈ្មោះទេវីបាយហើយខ្ញុំមានការអីមែនបង អូមានអីទេបងថាគ្រាន់តែចង់ស្គាល់បងលើនេះឲ្យបានច្រើនគ្នាអញ្ចឹងណាអូននិយាយអញ្ចឹងនៅម្ដុំនេះមានកន្លែងណាគេលក់កាហ្វេអត់ មានតែបងដើរចេញពីហាងយើងតាមបន្តិចទៅនៅខាងស្ដាំដៃបង អូបងថាអូនឯងទៅទីបងទីបានទេព្រោះអីបងអត់ស្គាល់ភូមិសាស្ត្រនេះច្បាស់ទេបងខ្លាចវែងផ្លូវអញ្ចឹងណា ចាបងទៅទិញបានតាបងតែខ្ញុំសុំបោះឲ្យការងារខ្ញុំសុំ អូអត់អីទុកហ្នឹងទៅចាំមកឲ្យក្រុមការងារយើងអ្នកផ្សេងគេជួយធ្វើ ចាបងចឹងក៏បានដែរបង ពេលដល់គោអូនស្គាល់ចិត្ត ចាបងឲ្យកាហ្វេបងបាន អូអរគុណអូនណា ចា អូនថ្ងៃនេះបងអត់មានលុយរៀចចុកខ្លួនហ៎អានេះចេញឲ្យបងសិនបានអត់ បានបងអត់អីចាំលើក្រោយក៏បានដែរបងយកសិន អរគុណអូន ចា ស្អីគេអាកាហ្វេម្សិលមិញហ្នឹងប្រើឲ្យទៅទិញហើយអត់ឲ្យលុយវិញអីចឹងចាំទុកហែងលោកក្រោយទៅទិញឲ្យគេទៀតណា ខ្ញុំស្បត់ហ្មងរៀងឈប់ទៅទិញអីបងបានខ្ញុំនិយាយញ៉ាំ បងសេងខ្ញុំឆ្ងល់នេះអាឆ្នាំកាឡាហ្នឹងដាក់មកអស់អត់មានសល់បានយូរសោះ មិនឲ្យអស់មកហ่าហើយគិតមើលតែណាគេក៏មានកន្លាតដែរអីដែលសំខាន់មកប្រអប់អញ្ចេះតែ5000ខ្មែរហ្នឹងមានរហូតដល់12ដុំទៀតហ៎ ស៊ីមទេវី ចាបង បងណែនាំស្គាល់នេះគឺរត់ជាបុគ្គលិកថ្មីបងនាំគាត់ដើម្បីបញ្ជួយធ្វើការងារអ្នកទាំងពីរ សួស្ដីអូន អូខេចឹងបងសង្ឃថាទាំងពីរនាក់នឹងសហការគ្នាជាមួយរត់ឲ្យបានល្អ ចាបង អូខេចាំណែធ្វើការតណា ចាបង ទៅបងតិច សោះសង្ឃឹមថាបងអូនទាំងពីរសហការជាមួយរដ្ឋបានល្អឆោះ ហើយបាយផងសហការអត់ហ្នឹង បើមិនសហការមានតែឈប់ រត់ឯងត្រូវប្រយ័ត្នមួយពីរនាក់មិនតិចពិសេសម្នាក់ខ្ទើយកញ្ចាស់ឈ្មោះស៊ីមនោះ អូអត់អីទេបងខ្ញុំអត់ខ្លាចចឹងហ្នឹងបង អូឲ្យបានចូលរត់ឯងចេញជួយលើគេតិចទៅព្រោះអីតិចទៀតរត់ឯងនឹងត្រូវឡើងទុនទីធំដើម្បីធ្វើជាជ្រួលចៅបង ទេ
វី ចាបង អូនថ្ងៃមុនទិញកាហ្វេបងនេះណាកាហ្វេហ្នឹងឆ្ងាញ់ឥឡូវបងចង់អញទៅទិញឲ្យបង2កែវទៀតបានតែពីអ្នករត់ អូបងកើតទេដោយសារខ្ញុំរវល់រាប់ស្តុកហើយបង មិនអីទេអូនការងារទុកនៅហ្នឹងហើយចាំបងឲ្យរត់គាត់អ្នកធ្វើជំនួស អូខ្ញុំឈឺក្បាលបងត្រូវថ្ងៃទៅវាខ្លាចឡើងវិញហ៎បង អូអត់អីចឹងបើឈឺប្រាប់តែកន្លែងខ្ញុំមកខ្ញុំទៅទិញហ្នឹង កន្លែងអត់មានបំបាយគ្រាន់ចេញពីហាងទៅហួស50ម៉ែត្រនៅខាងស្ដាំដៃហ្នឹងដល់ហើយ ចឹងបត់តែស្ដាំតិចដែរ ហ្នឹងហើយ អូខេ ទៅរត់បងយកស្គរចិត្តណា បាទបងបាទ បងសៀមអើយមកខ្ញុំជួយរៀបវ៉ាន់ហ៎បង អត់អីអូនបងរៀបចិត្តហើយហ្នឹងហើយជួនអញកាន់អត់រៀបហើយមែន អូជួយខ្ញុំរៀបវ៉ាន់ចុះមកបន្តិចហ្នឹងបងខ្ញុំរៀបបន្តិចហើយហ្នឹងឥឡូវមកខ្ញុំជួយរៀបបង អត់អីចឹងរៀបទៅបងទៅផ្ទះផ្លែត ហ្នឹងហើយបង បងសៀមចូលបន្ទប់ទឹកយូរម៉ែហើយមានបាត់ទៅហូបបាយហើយហ្នឹង ហូបស្អីអញលេងចង់ហូបស្អីទៀតទេបើពេលដាក់ចូលឡើងស្រួលពេលចេញវិញឡើងពិបាកហើយគិតមើលចូលបន្ទប់ទឹកឡើងកន្លះម៉ោងនេះគ្មានស្អីចេញមកទេវានៅស្ទះពេញហ្នឹង បាយតូលមែន និយាយតែប៉ុណ្ណឹងនៅអត់យល់ទៀតវាក្តៀនហ្នឹង មកបាយគួរចោះសិនមកខ្ញុំប្រាប់ក្តៀនដោយបាយអញ្ចឹងប្រើជាមួយនឹងស៊ូសូនេះហាមួយថ្ងៃមកកញ្ចប់មុនពេលចូលគេងធានាថាធូរជាកេះខោហ្មងហើយបើអ្នកកៀងគីឡូខ្លាំងឬមួយក៏ធាត់ខ្លាំងរកអីប្រើត្រូវមួយថ្ងៃពីរកញ្ចប់មុនពេលចូលគេងដូចគ្នាធានាថាងើបមកវិញគឺអស់ស្រាខ្លួនមែនតើ ល្អមែន ល្អមែនតើខ្ញុំអ្នកប្រើផ្ទាល់ អញ្ចឹងបងយកសាក់យកនឹងសិនណា ហ្នឹងហើយយកឲ្យទៅលុយមក អញ្ចឹងចាំបងយកសាក់ប្រើយកនេះសិនណា ចាបង អូស៊ីខ្ញុំអត់ទៅថ្ងៃទេបងមេខ្ញុំហៅថ្ងៃជួគាត់ទៅជួតិច មេបងឲ្យហើយខ្ញុំមានកាក់អីមែនបង ស៊ីឲ្យមើលអាវ៉ាន់នេះមើលអាវ៉ាន់នេះគ្មានជួគ្មានតតទេហើយសុំឲ្យទៅ logo អត់មានបាយមិនត្រឹមត្រូវទេហើយអាវ៉ាន់សាំងនេះយកដាក់លើមេឲ្យពីណាគេសាក់ បងឲ្យវ៉ាន់ហ្នឹងរត់ក៏រៀបតពីខ្ញុំហើយយកបានរៀបតទៀតទេបង មិនបានស៊ីមិននិយាយចឹងគ្នាមានចិត្តមកជួយហើយបាយជាតំណែងខុសគ្នាទៀត អត់ទេបងតែប៉ិតទៅឯវ៉ាន់ហ្នឹងខ្ញុំជួយរៀបគាត់មែនតែខ្ញុំរៀបបានតែបន្តិចហ្នឹងហើយណាមួយមិនមែនជួយខ្ញុំផងខ្ញុំមិនចេះរៀប រត់មែនអញនិយាយចឹងសេវ៉ាន់ហ្នឹង មិនបានទៅឲ្យមកក្រុមការងារនៅចំពោះមុខបងចឹងខ្លួនឯងខុសមិនទទួលកំហុសហើយបាយជាចោតប្រកាន់គ្នាទៀតទោះថាថ្ងៃក្រោយតើមានពីណាគេហ៊ានមកជួយការងារទៅជួយស៊ីមិនទៀតហើយខ្លួនយើងជាបុគ្គលិកចាស់ហ្នឹងធ្វើជាគំរូល្អឲ្យបុគ្គលិកថ្មីផង ហើយមិនពុកបាយជួយគ្នាលឺមែន ហើយមកពីណាហៅគ្នាមកជួយទៀត គ្នាដល់ខ្ញុំដែរស្គាល់ពួកគាត់ទេខ្ញុំបើលោកថ្មីតា បុគ្គលិកថ្មីហ៎អូនៅកន្លែងនេះកុំចេះដឹងរឿងគេបើចង់សុកហើយបុគ្គលិកថ្មីមកពីណាខ្ញុំមិនបានស្នើទេ អីចោលជួយខ្ញុំមកបើមិនជឿបាយសួរគាត់ទៅ ក៏បានចាំខ្ញុំឆែកជាមួយ HR ប៉ុន្តែទោះបីជានរណាបញ្ជូនមកក៏ដោយឲ្យដឹងផងទៅថានៅកន្លែងនេះខ្ញុំធំជាងគេខ្ញុំជាមេនៅទីនេះអញ្ចឹងជួយធ្វើខ្លួនឲ្យត្រឹមត្រូវផងប្រយ័ត្នការងារអត់ចប់ប្រវេសិនស៊ីមជួយរៀបចំអាវ៉ាន់ហ្នឹងឲ្យស្អាតផងហើយជួយនាំបុគ្គលិកថ្មីធ្វើការហើយប្រាប់ពីរបៀបរៀបចំខ្លួនផង ចាបង រត់ទៅបង អូនឯងចូលថ្មីអញ្ចឹងកុំអាសាបកាយជាមួយគេពេកណាមួយគេមេយើងប៉ះពាល់គេមិនបានទេអូនអើយ មែនទេបងបើចង់សុកបាយធ្វើការយកតែប្រាក់ខែទៅបាយតែចង់ចាញ់ចង់ឈ្នះជាមួយគាត់ទេអ្នកដែលចង់ឈ្នះគាត់នៅមិនបានសុកទេបង ហើយអូនឯងមានដឹងអត់កាលពីអាទិត្យមុនមានបុគ្គលិក3នាក់ដាក់ច្បាប់ឈប់បន្តបន្ទាប់គ្នាហ្មងដោយសារតែគេហ្នឹងធ្លាប់នឹងការគម្រាមកំហែងរបស់គាត់បានហ្នឹង បងឲ្យពីអ្នកចាំតែមើលសិនណាតើថ្ងៃគេអាចតំជាមួយនឹងគេបានយូរជាង ចាអូននេះបានហើយអូន អរគុណបងខ្ញុំអត់បាន មកកាយ3000អូន អូមិនបាយទេបងខ្ញុំចេញឲ្យនេះអីនេះ ចេះរៀងខ្លួនទៅ អត់អីបងណា ចេះរៀងខ្លួនទៅរត់បន្ថានេះបងឲ្យវិញនេះរត់ អូអត់អីទេបងបើគុំតាបានមួយថ្ងៃយើងខ្ញុំមកធ្វើការហ្នឹងគុំឲ្យខ្ញុំមានការងារណាល្អអញ្ចឹងហ្មង អញ្ចឹងមកអរគុណណា បាទបងបាទ បានកាហ្វេអុំមកហាងមួយគ្រាន់ណែទៅទាំងបានកែវនិយាយរត់ បាទ ការងារមុនហ្នឹងមិញល្អបងពេញចិត្ត បាទបងបង
និយាយយើងធ្វើមុនហ្នឹងដូចលើសពេកទេបងខ្ញុំមើលទៅនឹងស៊ីមដូចជាខំធ្វើការដល់ហើយបង លើស្អីការងារមិនអីទេម្នាក់ហ្នឹងប៉ុន្តែម្នាក់ហ្នឹងផ្ទុយអត់ត្រូវធៀបពីបងឯងបងប្រាប់ទៅហើយបងយករត់ឯងមកធ្វើការនៅកន្លែងហ្នឹងណាទូនទីបរត់ឯងគឺមុខងារក្នុងការបោះសម្អាតពួកផ្ទុយនឹងចេញពីនឹងអស់ទៅបាទបងខំធ្វើការទៅដើរតាមបងទៅធៀមខ្លួនទទួលតំណែងធំ បងជិះស៊ូបង អូខេក៏សល់គួយសិនមកមកយាយការងារមករយៈហ្នឹងបងនៅ អូការងារបងនៅកន្លែងអត់អីបងការងារគឺរលូនល្អពិសេសស្ថានភាពភ្ញៀវមករយៈក្រោយចូលឆ្នាំនេះគឺយើងមានការកើនឡើងបង បងលឺចឹងសប្បាយចិត្តហ៎បងអត់នៅមករយៈខំបារម្ភថាខ្លាយហាងលក់ធ្លាក់អីចឹងណា បាទ ចុះតើតើនឹងបុគ្គលិកយើងមិនដែលបន្ទាប់ពីធ្វើការមួយគាត់មករយៈមកគាត់ថាពិបាកគ្រប់គ្រងអត់ទេ អូសម្រាប់បុគ្គលិករបស់យើងគឺមានបញ្ហាខ្លះដែរបងចំពោះបុគ្គលិកតែគាត់ធ្វើការយូរហ្នឹងហើយគាត់អត់សូវយល់ពីការងារហើយគាត់រៀនប្រចាំគ្នារៀនប្រកាន់បាក់ពួកអីចឹងបងតែចំពោះបញ្ហាហ្នឹងគឺបងអូនបានដោះស្រាយរួចរាល់អស់ហើយបង និយាយចឹងល្អហើយប៉ុន្តែបងដូចជាលឺដំណឹងពីខាង HR មកថាការពីអាទិត្យមុនហ្នឹងដូចជាមានបុគ្គលិកយើងប្រមាណអ្នកនេះក៏ដាក់ពាក្យសុំឈប់ហើយពួកគាត់ហ្នឹងដូចសិតតែជាបុគ្គលិកធ្វើការឆ្នើមហើយធ្វើយូរនៅកន្លែងយើងដែរគាត់កើតអីក៏សល់ អូសម្រាប់បុគ្គលិក3នាក់ដែលគាត់ដាក់ពាក្យឈប់ហ្នឹងឯងបងបើតាមតែខ្ញុំស៊ើបសួរពីសេហាទៅពួកឯងគាត់រៀងចិត្តដិតមួយ3នាក់ហ្នឹងដែរគាត់ថាពួកគាត់ហ្នឹងដូចជារត់គាត់មានបញ្ហាតាក់ទងជាមួយនឹងគ្រួសាររបស់គាត់ហើយសម្រាប់វិសាលនោះគាត់ត្រូវទៅស្រុកវិញជួយមើលម្ដាយឪពុកចាស់អញ្ចឹងហ៎បងហើយម្នាក់ទៀតអីគាត់ឈប់តាមគ្នាទេយំទៅនៅកន្លែងការងារឲ្យតែមានអ្នកមិត្តភក្តិស្មោះស្ម័គ្រអញ្ចឹងបងតែពេលឈប់ទៅទាំងអស់ហ្មងបាទ អញ្ចឹងអត់មានបញ្ហាអីទេណោះ បាទ អញ្ចឹងបងទុកចិត្តបានហើយអញ្ចឹង បាទ អញ្ចឹងគាត់ថាហាងយើងដំណើរការទៅមុខស្រួលទៀតណាតែបើសិនជាយើងឈប់យើងគាត់ថ្មីទៀតដែរ បាទឈប់រើថ្មីទៀតបងបាទ ពូញៀមសួរ មកដល់ជីវ័ន បាទ គួយចុះក្មួយ ចឹងសម្រាប់ការប្រជុំរបស់យើងបងមានតែប៉ុណ្្នឹងណាអូបងភ្លេចទៅបងមានដំណឹងល្អមួយទៀតរត់ណៃឡើងមកបន្តិចមកហ្នឹងអ្នកនរគ្នាចាប់ពីថ្ងៃស្អែកទៅបងឲ្យរត់គាត់ឡើងមកធ្វើជាជំនួយការរបស់បងហើយចឹងគាត់មានសិទ្ធិត្រួតពិនិត្យការងារអ្នកនរគ្នាហើយពួកយើងត្រូវតែសហការងារជាមួយនឹងគាត់ឲ្យបានល្អយល់ទេ បងបងគាត់ថាលើករយឡើងទៅជំនួយការហ្នឹងសមដែរមើលទៅដូចគ្មានជាស្អីផងហ្នឹង សម្រាប់បងប្អូនដែលមានបញ្ហាពេញលឿនពេញមិនសារដោយសារតែការពិសាកាហ្វេបញ្ហាខិនមកដោយសារតែចូលចិត្តជក់បារីសូមណែនាំខាងដឹកមិញធម្មជាតិជប៉ុនកាណាដាផ្សំឡើងពីធ្យូងឫស្សីសាច់ខាងដឹកមិញមានពណ៌ខ្មៅប៉ុន្តែមានក្លិនក្រអូបប្រហើរបងប្អូនអាចរកទិញបាននៅលើទីផ្សារនិងគ្រប់សាខា EC 1.1 ណែបងស៊ីមែនគាត់ចូលធ្វើការយូរហើយតាតាំងពីបើកហាងមកម៉េះការងាររបស់គាត់ចេះអីវ៉ាន់របស់គាត់ដឹងសំខាន់ក្រុមការងារគាត់តំណងបានល្អទៀតបងឯងទុករត់គាត់ទិញកាហ្វេបងឯងផឹកទៅបានណា ជីវ័នឯងជាបុគ្គលិកទេហើយគ្រប់ការសមាជិករបស់បងមិនចាំបាច់សួរជីវ័នឯងទេណាហើយស៊ីមអ្នកដែលគេលើកឡើងនោះស៊ីមឯងគាត់ថាស៊ីមឯងមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើជាជំនួយការរបស់បងទៅ ចាបងក្រៅពីអែបអបការងារអីក៏ខ្ញុំអាចធ្វើបានដែរ ស៊ីមនិយាយហ្នឹងមានន័យថាម៉េចឲ្យដឹងផងទៅនៅកន្លែងនេះបងមានសិទ្ធិធំជាងគេហើយគ្រប់ការសមាជិករបស់បងមិនចាំបាច់សួរច្បល់អស់លោកទេពួកយើងអាចធ្វើបានត្រឹមតែថាសហការងារជាមួយគាត់ឲ្យបានល្អបានហើយខ្ញុំថាពួកយើងបែកគ្នាធ្វើការបានហើយ ចាបង បាច់ភ័យហ៎
បងឆ្ងល់អាជីវ័នហ្នឹងដល់ហើយមិនក៏វាលើកជើងទៅស៊ីមហ្នឹងមែន បងខ្មោចវាមិនជួយខ្មោចគ្នាវាអីបង រត់និយាយចឹងបានន័យថាម៉េចបងអត់យល់ បងឯងមើលមិនយល់ក៏បងឯងធ្វើអត់យល់បងថាជីវ័នហ្នឹងខ្ទើយ អីចឹងទេអូប្រហែលជាមកបងធ្វើតម្កល់អញ្ចឹងបើវាលើកជើងគ្នាខ្លាំងណាស់ក៏ត្រៀមខ្លួនទៅម្ដងទាំងពីរហ្នឹងទៅ ជីវ័នមិនបានរៀបបានចឹងនេះសំណាងណាខ្ញុំអ្នកដើរប៉ះចុះបើកូនក្មេងដើរប៉ះជីវ័នទទួលខុសត្រូវបានអត់ហ្នឹង ខ្ញុំរៀបធ្វើត្រូវឲ្យដែរអីវ៉ាន់ហ្នឹងហើយក៏មិនចិត្តតែធ្លាក់ដែរបើមិនគេដើរប៉ះវា ជីវ័នពិបាកណាស់មែនទេគ្រាន់តែទទួលស្គាល់កំហុសខ្លួនឯងហ្នឹង ខ្ញុំសុំទោសបើខ្ញុំខុសតែខ្ញុំអត់ខុសផងណាគេក៏ខ្ញុំមិនខ្លាចជាពិសេសមនុស្សអត់យកសមត្ថភាពមកធ្វើការអញ្ចឹង ជីវ័ននិយាយហ្នឹងបានន័យថាម៉េច មនុស្សតែមានខួរគេចេះគិតអីអត់ចាំបាច់បកប្រែ អាក់ទើយ ជីវ័នមានរឿងអីគេបានចំកាយនេះលឺមែនរត់មានរឿងអី ជីវ័នគាត់ផ្ទះខ្ញុំបងខ្ញុំគ្រាន់តែប្រាប់ការងារគាត់ធ្វើឲ្យបានត្រឹមត្រូវតែគាត់អត់ស្ដាប់ខ្ញុំហើយមើលទៅគាត់ដូចអត់ពេញចិត្តដែលខ្ញុំឡើងទូរទស្សន៍ជាជំនួយការបបងទេ ជីវ័នមានរឿងអញ្ចឹងមែនអត់ ចុះបើខ្ញុំប្រាប់ថាការប៉ັດអត់ឲ្យរត់និយាយមកឲ្យជាខ្ញុំដែរ បានហើយការពិតអីវាលេងសំខាន់ហើយដែលសំខាន់ជីវ័នឯងប្រាស់ហឹង្សាលើក្រុមការងារពិសេសប៉ះចំជំនួយការបងទៀតបងឲ្យជីវ័នឯងសុំទោសរត់ឥឡូវនេះ ខ្ញុំមិនអាចតាមបងឯងបានទេព្រោះអីខ្ញុំអត់ខុស បងបាយឲ្យជីវ័នសុំទោសខ្ញុំទេបងសុំតែត្រឹមគាត់ដឹងខុសទៅបានហើយបង អត់បានទេរត់បើបណ្ដោយនឹងខ្លាចជាគំរូអាក្រក់សម្រាប់បុគ្គលិកផ្សេងទៀតជីវ័នអត់ស្ដាប់បងឯងមែនបងឲ្យជីវ័នឯងសុំទោសរត់ឥឡូវនេះ ខ្ញុំអត់បានខុសទោះជាបងប្រជុំខ្ញុំក៏ខ្ញុំអត់សុំទោសគាត់ដែរ អញ្ចឹងជីវ័នឯងត្រៀមខ្លួនរកការងារថ្មីឲ្យទៅបងបាញ់ឈប់ជីវ័នឯង អត់អីបងខ្ញុំជប់ក៏បានដែរតែសង្ឃឹមថ្ងៃក្រោយនឹងមានឱកាសជួបគ្នាម្ដងទៀត បងថាប្រហែលជាគ្មានឱកាសហ្នឹងទៀតទេ កុំតន់ថាបងហេតុអីរៀងមូលស្ងអី បងជីវ័នបើឯងទៅទាំងបែបហ្នឹងមែន ទៅអីទៀតគេប្រជុំវិញហ្នឹងតែអីក៏មិនអាចជួបគ្នាទៀតទេខ្ញុំđangធ្វើការនេះនៅមកនឹងទី បាយបាយបង បងនិយាយថានិយាយចឹងខ្ញុំសុំច្បាប់បានអត់បង រ៉ៃ level តាណា ខ្ញុំអត់ទៅស្រួលខ្លួនហ៎បង មាន level អីមិនប្រាប់បងត្រង់មកបងឲ្យសម្រាប់បានតាចាត់ទុកថាជារង្វាន់ដែលថ្ងៃហ្នឹងរត់ដែរធ្វើបានល្អដែលជួយកម្ចាត់ជីវ័នកុំឲ្យទៅមុខបងទៀត ណាបងអរគុណច្រើនណាស់ចឹងបង តែកុំភ្លេចថាគោលដៅបន្ទាប់របស់យើងធ្វើយ៉ាងណាកម្ចាត់ទៅកញ្ចាំអ្នកដូចទៀតផង អូអត់អីបងកុំភ័យទុកចិត្តលើខ្ញុំបាន បងស៊ីមជំនួយការថ្មីហ្នឹងណាឃើញឆ្លោះគ្នាមួយបងជីវ័នឡែតឥឡូវទៅផ្ទះបាត់ហើយឬបុគ្គលិកគេនិយាយថាចាក់សុំច្បាប់ឈឺ ស្អីគេអីក៏សុំច្បាប់ស្រួលហ្មងគិតទៅគ្នាគេណោះដើររករឿងគេតតែខ្លួនឯងឈឺហ្នឹងប៉ះជីវ័នទេបើប៉ះបងវិញផ្ទះបាក់ថ្មីហ្មងកុំឲ្យមានស៊ីបាយឲ្យក្រោយទៀត បងស៊ីមលេងមែនតើ អញអញ្ចឹងតែប៉ះអញឲ្យខ្លោចទៅធ្វើការត បងស៊ីមតែមកស្អីហ្នឹងអាឡូបងហើយមែនអូហ្នឹងហើយចាំខ្ញុំប្រាប់គាត់ឲ្យចាបងបានអញ្ចឹងជំរាបសួរបងខ្ញុំសុំច្បាប់ឲ្យបងស៊ីមថ្ងៃហ្នឹងគាត់បានមកធ្វើការតែគាត់ឈឺហ៎បង ថាម៉េចស៊ីមឈឺខ្លួនឯងនិយាយលេងនិយាយមែន គាត់ឈឺមែនតែបងគាត់ទុំខប្រាប់ខ្ញុំមុនហ្នឹង អូនបងថាឈឺទ្រាំតែជាលេសរបស់មនុស្សខ្ជិលច្អោតែប៉ុណ្ណោះបុគ្គលិកគ្រប់គ្នាសិតតែដឹងថាអាវ៉ាន់របស់យើងកំពុងតែសម្រុកចូលច្រើនយប់មិញអាវ៉ាន់ចូល2 3កូនត្រូវទាំងយប់បងថាគាត់ឈឺចំពេលពេកទេបងឯងប្រាប់គាត់ទៅវិញថាបងមិនអនុញ្ញាតឲ្យគាត់ច្បាប់ទេ អាឡូបងស៊ីម ទៅបាច់និយាយទេបងទេដឹងមុនហើយថាគាត់មិនឲ្យច្បាប់បងទេថាឥឡូវបងមកដល់ហាងហើយតាចាំបងចូលទៅក្នុង បងស៊ីម
បាយអត់អីទេបង បងអត់អីតោះប្របែកគ្នាធ្វើការបងទៅហើយ បងស៊ីមរៀបបានអត់ស្អាតចឹងបង ខ្ញុំរៀបបានអត់ស្អាតកន្លែងណាលោកជំនួយការ ហើយខ្ញុំធម្មតាបានហើយទោះបីខ្ញុំជំនួយការមេមែនក៏ប៉ុន្តែខ្ញុំអាយុតិចជាងបងឯងទេខ្ញុំអត់ចង់បាបទេ ចេះខ្លាចបាបដែរទាំងតែខ្លួនឯងកំពុងតែសាងបាបហើយដឹងខ្លួនទេរាល់ថ្ងៃហ្នឹង នេះបងឯងនិយាយមានន័យថាម៉េចហ្នឹង មានន័យដូចអីដែលបងឃើញរាល់ថ្ងៃហ្នឹង បងស៊ីម អូយរត់ខំខំបងស៊ីមគាត់ឈឺហ្នឹងហើយចឹងទៅគាត់និយាយរៀងឆាវឆាវតិចឯងបងស៊ីមម៉ៃសុំទុកគាត់ទៅ អត់ទេ សុំទុកគាត់ទៅឆាប់ចប់ សុំទោស បងខំទៅ ស៊ីមអីវ៉ាន់ប្រហែលកេះហ្នឹងស៊ីមឯងត្រូវការពេលប្រហែលម៉ោងមករៀបចំហើយក្រុមការងារយើងផ្សេងទៀតគេរៀបចំឲ្យអស់ហើយណា សម្រាប់ពុកម៉ែបងប្អូនដែលជួបបញ្ហាធ្មេញលឿនដោយសារតែការពិសាតែឬមួយក៏ហូបកាហ្វេហើយជាពិសេសនោះសម្រាប់អ្នកដែលជួបបារីបងប្អូនអាចសហប្រើជាមួយនឹងថ្នាំដុសធ្មេញការដដែលនេះបានដែលជាផលិតផលរបស់ប្រទេសជប៉ុនផ្សំដោយជាតិពីខ្ជុងអាស័យវាផ្ដោតសំខាន់ទៅលើធ្មេញសជាពិសេសបងប្អូនដែលមានរកស៊ីធ្មេញកបោធ្មេញក៏អាចសហប្រើជាមួយនឹងការដដែលនេះបានដែរសម្រាប់បងប្អូនដែលមានតម្រូវការត្រូវការទិញអាចរកតាមទីផ្សារឬមួយក៏ EC 1.1គ្រប់សាខា អីវ៉ាន់ប្រហែលកេះហ្នឹងស៊ីមឯងត្រូវការពេលប្រហែលម៉ោងមករៀបចំហើយក្រុមការងារយើងផ្សេងទៀតគេរៀបចំឲ្យអស់ហើយណា ចាបងសុំទោសបងចាំទៅរៀបវាបន្តទៀត ល្អអីចឹងកុំឲ្យក្រុមហ៊ុនខាតដែលជួយស៊ីមឯងមកធ្វើការស៊ីមឯងដឹងទេក្រុមហ៊ុនគិតប្រាក់ខែបុគ្គលិកគ្រប់វិនាទីទាំងអស់ហើយក្រុមហ៊ុនណាក៏បានបែងចែកម៉ោងសម្រាប់បុគ្គលិករួចអស់ហើយអញ្ចឹងកុំយកពេលវេលាក្រុមហ៊ុនណាទៅធ្វើរឿងផ្សេងទៅគួចសម្រាប់ក្នុងម៉ោងធ្វើការហ្នឹង ចា នោះយើងណាស៊ីមឲ្យតែមានការតាំងចិត្តទោះនៅកន្លែងណាក៏រីកលូតលាស់បានដែរប៉ុន្តែបើគ្មានការតាំងចិត្តទេទោះធ្វើការនៅកន្លែង10ឆ្នាំទៀតក៏គ្មានបានរីកចម្រើនទូនទីនឹងគេដែរស៊ីមឯងយល់អត់ យល់បងយល់ ទៅធ្វើបន្តបានហើយ ចា ស៊ីម ស៊ីមកាត់ដែរណាបងមិនចេះបងអត់អី ស៊ីមហើយមិនធ្វើការរបៀបហ្នឹងដឹងទេថាក្រុមហ៊ុនយើងណាទៅសំប្រាក់ចំណេញពីកាក់សេឡើងទៅហើយនេះកេះកន្លោបាយខ្ទេចអស់មិនដឹងហើយបើការងាររបៀបហ្នឹងសួរថាក្រុមហ៊ុនរកប្រាក់ចំណេញណាឃើញ ចាសុំទោសមែនខ្ញុំអត់មានចេតនាមែន អចេតនាឬការធ្វើប្រហែសបងអត់ខ្លាចចិត្តទេតែធ្វើការយូរឆ្នាំហើយមិនបានឡើងទូនទីគេព្រោះអីការងារបែបហ្នឹង បានហើយបងស៊ីមមកជាមនុស្សអញ្ចឹងឯងគាត់ធ្វើការទាំងឈឺបានល្ងិនមុខដួលតែជាអញ្ចឹងបាយល្មមបានហើយ ស្ដាប់ទៅដូចកំសត់ហើយណោះអ្នកមិនដឹងថាក្រុមហ៊ុននេះគៀបសង្កត់កម្លាំងពលកម្មបុគ្គលិកប្រើមនុស្សមិនដឹងឈឺមិនដឹងជាបើគ្រាន់តែទីក្បាលតិចតួចចឹងហើយសុំច្បាប់ឈឺចុះបើបុគ្គលិកមកហាងសុំច្បាប់ឈឺគ្រប់គ្នាបងនេះត្រូវបិទហាងមួយថ្ងៃដើម្បីពួកយើងសម្រាប់មែន ពេលដែលខ្ញុំសុំច្បាប់ឈឺបងឯងធ្វើមើលឃើញទេចុះត្រង់រត់សុំច្បាប់ឈឺទាំងទឹកមុខស្រស់បោះសោកខ្ញុំកាក់ក្អាយហ្នឹងអាហ្នឹងមិនវិញបងឯងគឺសង្កត់ខ្ញុំគ្រប់រឿងព្រោះតែថ្ងៃស្ដាប់ខ្ញុំមែនទេ ស៊ីមបងធ្លាប់ប្រាប់ហើយនៅកន្លែងនេះបងធំជាងគេគ្រប់ការសម្រាប់ចិត្តបងណាមិនចាំបាច់ថាក្រោមមកវែកញ៉ៃទេបងថាទាំងពីរនាក់ហ្នឹងប្រហែលជាធន់ទ្រាំមួយការងារកន្លែងហ្នឹងត្រូវហ៎បើអស់ទឹកចិត្តធ្វើការហើយសម្រាប់ទៅ មិនចាំបាច់ឲ្យមីនៅហាត់ទេព្រោះខ្ញុំហើយនៅទីវិញបានរៀបចំច្បាប់លាឈប់តាំងពីលោកឯងចូលធ្វើការមកម្លេះពីច្បាប់នេះខ្ញុំរៀបចំជូនមីអូហើយមិនបាច់ទៅប្រាប់ HR ទេព្រោះខ្ញុំក៏បានរៀបចំពីច្បាប់ជូន HR ដូចគ្នាខ្ញុំគ្រាន់តែបាត់បង់ការងារទេប៉ុន្តែក្រុមហ៊ុននេះនឹងបាត់បង់បុគ្គលិកដែលឆ្លាញ់ក្រុមហ៊ុនបំផុត បងឯងចង់ទៅណាម៉ែកំពុងឈឺបង អញទៅណាស្រាប់អញថ្ងៃចាស់សួរនាំអី បងហើយណែបងឯងប្រុងទៅតាមបងមិនចង់ទៅហ្នឹងបង ម៉ែឯងនិយាយចឹងឯងទៅមើលម៉ែឯងម៉ែ
Tôi sẽ máy khơi giấy này. Thay mà ca nghe ste hạ nằm. Chồng, hay rót mấy co vào đáy ca nghe mày. Rót. Rót cho mà ở phía chỗ bao tìm mà rót. បងហើយខ្ញុំមិនកាអីមែនបង រត់ហេតុអីអាវ៉ាន់នឹងចូលយូរយ៉ាងហ្នឹង2ថ្ងៃហ្នឹងកង់ត្រូវមិនតបានដាក់អាវ៉ាន់ទេ អូបងដោយសារអីផ្លូវចូលឃ្លាំងយើងហ្នឹងគេជួសជុលអត់ទាន់ហើយហ៎បង ផ្លូវជួសជុលមិនទាន់ហើយមិនក៏រយមិនរកផ្លូវវិញចុះផ្លូវនឹងកន្លះខែទៀតឬក៏ខែទៀតបានហើយរយគិតមិនអាវ៉ាន់កំពុងតែផ្ទុះភ្ញៀវកំពុងតែរងចាំបើសិនជា4 5ថ្ងៃទៀតបានចូល តែប៉ុន្តែផ្លូវវាងមានបងក៏ប៉ុន្តែយើងត្រូវចំណាយថ្លៃប្រេងគុណនឹង3ហ្នឹងបងតែចឹងទៅខ្ញុំគិតថាបងចាំពីថ្ងៃទៀតទៅនៅពេលណាដែលផ្លូវធ្វើហើយខ្ញុំឲ្យឡានចូលមកកុំឲ្យខាតថ្លៃចំណាយច្រើនណាបង រត់អីចាំផ្លូវធ្វើហើយចុះភ្ញៀវគាត់ចាំផ្លូវបានអត់អីវ៉ាន់កំពុងតែផ្ទុះភ្ញៀវកំពុងតែរងចាំហើយបើសិនជា4 5ថ្ងៃទៀតបានអាវ៉ាន់ចូលរត់អីយកអាវ៉ាន់នឹងយកទៅលក់ឲ្យអ្នកណាទៅចាត់ការរឿងហ្នឹងហើយអូជុកបាទបងចុះរបាយការណ៍3 បាបម្ចាស់សប្តាហ៍បងឲ្យធ្វើឲ្យបងធ្វើឲ្យហើយនៅអូនេះបងធ្វើឲ្យហើយកុំព្រមប្រាប់ងាប់ហើយអាទិត្យនេះមិនក៏បាយបាក់ច្រើនហ្នឹងបុគ្គលិកធ្វើការបាយបាច់ បងដោយសារមួយរយៈហ្នឹងបុគ្គលិកថ្មីទៅចូលច្រើនណាបងគាត់ធ្វើការរៀងធ្វើប្រហែសអត់សូវដូចបុគ្គលិកចាស់ហ៎បងរត់កំហុសបុគ្គលិកក៏ជាកំហុសរបស់អ្នកគ្រប់គ្រងដែររត់ឯងធ្វើការមិនមានមើលខុសត្រូវពួកគាត់អត់ហើយបងចាំបានហេតុផលអញ្ចឹងទេរត់ឯងទៅធ្វើការងារទាំងឡើងវិញបាទបងខ្ញុំធ្វើការសិនណាចឹងបង ឥឡូវជំរាបសួរបងជំរាបសួរបង អូខេកសលអង្គុយសិនណាមិនដែរកសលការងារយើងឥឡូវហាងយើងអីមិនដែរ ចំពោះការងារនៅកន្លែងមួយរយៈនេះគឺយើងមានបញ្ហារឿងស្ទះអាវ៉ាន់តិចតួចបងដោយសារតែអាវ៉ាន់យើងចូលយឺតដោយសារបញ្ហាផ្លូវប៉ុន្តែរឿងហ្នឹងបងបានដោះស្រាយហើយក៏មានបញ្ហាមួយទៀតតាក់ទងជាមួយនឹងបុគ្គលិកយើងប្រយ័ត្ននេះយើងចូលថ្មីច្រើនអញ្ចឹងការរៀបអាវ៉ាន់គាត់ស្ដាប់ធ្នាប់ហ្នឹងគឺរៀងអត់ទាន់បានស្រួលបួលទេបងប៉ុន្តែចំពោះបញ្ហាហ្នឹងជំនួយការបងប្អូនក៏កំពុងតែដុតដាក់ជើងប្រឹងពួកគាត់ហើយនឹងកំពុងតែដោះស្រាយបងប៉ុន្តែបងដូចជាឮថាទេវីនឹងស៊ីមក៏ដាក់ពាក្យឈប់ហ៎គាត់មានការអីមានបញ្ហាអីបានដល់ថ្នាក់ឈប់បាទបងចំពោះពួកគាត់ទាំងពីរហ្នឹងបើតាមតែបងប្អូនស៊ើបសួរជាមួយនឹងអ្នកដែលជិតស្និទ្ធគាត់ ប្រហែលជាពួកគាត់ហ្នឹងគឺរកការងារបានកន្លែងថ្មីដែលល្អជាងកន្លែងយើងណាបងប្រាក់ខែគេច្រើនជាងបាទតែប៉ុន្តែបងហៅកសលមកថ្ងៃនេះដោយសារតែបងចង់ណែនាំក្រុមការងារយើងមួយចំនួនដែរបាទគ្នាយើងចូលមកក្នុងមក បញ្ហាឈើថ្មិញជ្រៅថ្មិញលើកដោយសារការពិសាកាហ្វេជក់បារីពិសាតែអីជាដើមហ្នឹងពុកម៉ែបងប្អូនអស់បារម្ភហើយអាចងាកមកប្រើជាមួយនឹងថ្នាំថ្មិញការ៉ាដានេះបានថ្នាំថ្មិញការ៉ាដាគឺជាផលិតផលរបស់ប្រទេសជប៉ុនដែលផ្សំឡើងចេញពីធ្យូងឫស្សីថ្នាំថ្មិញការ៉ាដាមួយទីបអាចប្រើបានរយៈពេល1ខែជាងឯណោះបាទគ្នាយើងចូលមកក្នុងមកនោះក៏សល់ពួកគាត់មកស៊ីមទីវីជីវ័ន មិនតែដើម្បីដូចនេះខាញឈប់ពីការងារតាសុំទោសបងតើមានបញ្ហាអីមែនឥឡូវចាំបងប្រាប់ណាជិះសួរបងអូទេវីស៊ីមគួយសិនមកអូនបងបានទទួលឯកសារពីខាង HR មកថាអូនឯងទាំងពីរនាក់ហ្នឹងដាក់ពាក្យឈប់ហ៎មានបញ្ហាអីធ្វើការយូរហើយដល់ថ្នាក់ឈប់ដល់ថ្នាក់អីចឹងចាបងមកដោយសារតែខ្ញុំគិតថាខ្ញុំនៅពេញរៀងយូរដែរហើយណាមួយពុកម៉ែគាត់នៅស្រុកចឹងគាត់រៀងចាស់ចង់ត្រឡប់ទៅមើលថែគាត់វិញបងចុះទេវីចាបងដោយសារតែខ្ញុំឆ្នាំហ្នឹងត្រូវប្រឡងចេញបងអញ្ចឹងទៅចង់មានពេលវេលាមើលមេរៀនខ្លះកូនប្រឡងចេញឈប់ធ្វើការដែរណាតែបើតាមបងដឹងដូចមិនមែនហេតុផលប្រឡងទេជីវ័នចូលមកក្មួយសួស្ដីបងស៊ីមទេវីជីវ័នបាយមកធ្វើអីគេនៅហ្នឹងមកគួយសិនណាខ្ញុំនៅប្រាប់ឯងថាគង់តែមានឱកាសជួបគ្នាម្ដងទៀតទេឥឡូវជួបបើឃើញអត់ ជីវ័នគាត់ក្មួយបងទេតែបងឲ្យគាត់ចូលធ្វើការនៅហាងយើងហើយអត់ប្រាប់ថាគាត់ជាណាគេទេដោយសារតាមរយៈនេះបងឃើញហាងប្លែកទី1លក់ធ្លាក់ចោះ
ទី2បុគ្គលិកឈប់ច្រើនមានបញ្ហាផ្ទៃក្នុងច្រើនអញ្ចឹងក៏បងឲ្យជីវ័នចូលធ្វើទៅអញ្ចឹងបើសិនជាបងដឹងរឿងពីអ្នកយើងហើយបងគិតថាពីអ្នកយើងមិនបាច់ឈប់ធ្វើការទេនៅធ្វើការបន្តទៀតទៅហើយបងនឹងហៅកសលមកនិយាយជាមួយម្ដងទៀតអញ្ចឹងតាមពិតទៅបញ្ហាដែលកសលឯងលើកឡើងគ្រាន់តែជាលេសហើយបងពិតជាខកចិត្តមែនតែនដែលបងមើលមនុស្សខុសបងខំគិតថាទុកចិត្តកសលបកគលហាងឲ្យកសលកាន់កាប់ទាំងដែលទៅស្គាល់កសលបានមករយៈដែលគិតថាកសលមានបបិសោធ្វើការងារផ្នែកហ្នឹងចឹងឥឡូវបើសិនជាបងផ្ដល់ឱកាសឲ្យកសលធ្វើការម្ដងទៀតតើកសលអាចកែប្រែនៅរបៀបធ្វើការរបស់កសលបានអត់បាទបងបើសិនជាបងអាចផ្ដល់ឱកាសឲ្យបងអូនម្ដងទៀតបងអូនសន្យាថាលើកនេះគឺបងអូនកែប្រែរាល់កំហុសឆ្គងដែលបងអូនបានបង្កើតកន្លងមកបងគិតថាកសលមានជំនាញហើយប៉ុន្តែគ្រាន់តែកែប្រែនៅអត្តចរិតនិងរបៀបធ្វើការទេអញ្ចឹងបងគិតថាកំហុសលើកនេះកសលកែប្រែទៅហើយស៊ីមទេវីគ្នាយើងក៏គាត់ធ្វើការមកវិញមកមិនបាច់ឈប់ទេហើយកសលចាប់ដៃគ្នាសហការគ្នាក្នុងការធ្វើការជុំគ្នាឲ្យហាងវាចម្រើនឡើងវិញដល់យើងគុំប្រកាន់បពពួកបាទបងប្អូនអរគុណណាបងដែលបានផ្ដល់ឱកាសឲ្យបងអូនកំហុសឆ្គងលើនេះបងអូននឹងចងចាំហើយនឹងកែតម្រូវឡើងវិញបងអរគុណច្រើនបងអ្នកទាំង3ឲ្យបងសុំទោសណាចាបងអត់អីបងរឿងពីមុនគាត់ថាជារឿងកន្លងផុតទៅពួកយើងនឹងខំប្រឹងធ្វើការឡើងវិញបងធ្វើការលឿនឡើងមើលធ្វើការនឹងមួយសើកដូចរាប់ស្មៅអញ្ចឹងក្រុមហ៊ុនជួលមកធ្វើការមិនមែនជួលមករាប់ស្មៅទេណាបាទបងហេមួយនេះហើយនឹងមើលទៀតងើបឡើងមកបាទបងខ្ញុំឈ្មោះសុជាតិខ្ញុំមិនមែនឈ្មោះមួយនេះអូយមិនបាច់ទេអត់បានសួរឈ្មោះទេទៅទិញកាហ្វេខ្ញុំមួយកែវទៅបងតែពេលខ្ញុំកំពុងតែធ្វើការបងណែផ្លិចអីមែនខ្ញុំជាជំនួយការបោះមេនៅនេះនៅពេលដែលមេអត់នៅខ្ញុំធំជាងគេនៅហ្នឹងមិនសុជាតិឯងផ្លិចសម្ដីមេថ្ងៃប្រជុំហើយមែនមិនអញ្ចឹងទេបងតែបាច់ស្គាល់អីទេល្មមទៅទិញឲ្យខ្ញុំបានហើយរត់បាទបងមិនបានពួកគាត់ទាំង3មកមួយបងអញ្ចឹងបងត្រូវឲ្យចាំសកម្មពួកគាត់ផងពួកគាត់ចូលមកធ្វើការវិញហីបងឯងច្រឡំមែនបងកេញពួកគាត់ត្រូវបងឯងប្រឈប់ហើយតើថាមិនបានគាត់ចូលត្រូវឲ្យសង្ស័យសម្ដីបងមែនតែហើយបងលើប្រជុំគ្នាតិចមកបងមានការចង់និយាយបាទបងអ្នកទាំងអស់គ្នាស្គាល់ពួកគាត់3នាក់ឯងត្រូវហ៎អញ្ចឹងចាប់ពីថ្ងៃនេះទៅពួកគាត់ទាំង3នាក់នឹងវិលត្រឡប់មកចូលធ្វើការជាមួយនឹងពួកយើងវិញណាអូបងនៅមានរឿងមួយទៀតណាជីវ័នគាត់នឹងឡើងមកធ្វើជាជំនួយការបងជំនួសរដ្ឋចាប់ពីពេលនេះទៅដូចគ្នាអញ្ចឹងគ្រប់គ្នាចាំសហការជាមួយនឹងគាត់ផងបងឯងឲ្យពួកគាត់មកធ្វើការវិញក៏ធ្វើទៅចោះតែខ្ញុំអត់យល់ត្រង់ថាមិនបានបងឯងឲ្យជីវ័នមកឡើងទូនទីជំនួសខ្ញុំវិញបងឯងធ្វើនេះដូចផ្ទះខ្ញុំមកកាភ្លៀងអញ្ចឹងបងរត់គ្រប់គ្នាបាយទៅធ្វើការសិនណារត់មកបងបន្តិចបងប្រាប់ឲ្យធ្វើអីធ្វើនឹងទៅកុំស៊ូនាំច្រើនខ្ញុំអត់យល់ទេបងពួកមីខ្ទើយនឹងវាធ្វើអីដាក់បងឯងមកបងឯងប្រែកន្លះអស់អញ្ចឹងក្រែងបងឯងអត់ចូលចិត្តពួកវាដែរក៏មិនរត់កុំនិយាយសម្ដីអសិលធម៌បែបហ្នឹងឲ្យបងលឺទៀតណាបងឲ្យធ្វើអីធ្វើតាមបងទៅកុំស៊ូនាំច្រើនកុំភ្លេចថាបងជាមេនៅទីនេះហើយក៏ជាអ្នកនាំរត់ឯងមកធ្វើការដែរបានហើយទៅធ្វើការជីវ័នគាត់នឹងឡើងមកធ្វើជាជំនួយការបងជំនួសរត់ចាប់ពីពេលនេះទៅដូចគ្នារត់កុំនិយាយសម្ដីអសិលធម៌បែបហ្នឹងឲ្យបងលឺទៀតណាបងកាត់លុយមែនបងនេះអត់កូនតែវាយកកូនបងមួយមកអូនតាបងចាំតិចកតសហ្នឹងមែនអីអូនចាំបងយកឲ្យណែអូនអរគុណបង
និយាយចឹងជីវ័នបានណែនាំបុគ្គលិកយើងឲ្យស្គាល់ពី FEC មួយជាមួយតែយើងទៅបង្កើតថ្មីនៅ អូនៅហងបងដែលថាខ្ញុំទៅទទួលបានដំណឹងពីម្សិលមិញដែរហ្នឹងហើយម្យ៉ាងទៀតខ្ញុំគិតថាលបងប្រាប់ពួកគាត់ខ្លួនឯងអញ្ចឹងណា ការងារបន្ទាន់អញ្ចឹងតែចាំបងទៅអីជួយប្រាប់ពួកគាត់ទៅណែនាំពួកគាត់ឲ្យគាត់បានដឹងគ្រប់គ្នាទៅជួយដឹងអត់ថាអតិថិជនរបស់យើងនៅតាមបណ្ដាខេត្តជាច្រើនដែលកំពុងរងចាំទិញចំណេញរបស់យើងនេះពី app របស់យើងឥឡូវយើងបង្កើតបានហើយទៅប្រាប់បុគ្គលិកឲ្យដឹងពីរបៀបប្រើប្រាស់ឲ្យគ្រប់គ្នាបងហើយមួយទៀតកុំភ្លេចបុគ្គលិកផ្នែកផ្សព្វផ្សាយប្រាប់ពួកគាត់ឲ្យគាត់ផលិតវីដេអូឲ្យច្រើនតែរបៀបប្រើប្រាស់របៀបទិញហើយអវ៉ាន់មានអីខាងក្នុងហ្នឹងឲ្យគាត់បង្ហោះគ្រប់បណ្ដាញសង្គមឲ្យបានទូលំទូលាយយល់ទេតែប្រាប់ពួកគាត់ទៅណែទៅវីអូនរៀបឲ្យលឿនដល់មកទៅផ្ទះ បងស៊ីមទេវីខ្ញុំណែនាំតិចឯងបងនេះគឺជា app EC 1.1បងហើយបើសិនជាអតិថិជនរបស់យើងមាន app នេះក្នុងដៃទោះគាត់នៅទីណាក៏អាចទិញអីវ៉ាន់របស់យើងបានដែរ លយម៉េចអញ្ចឹងមានន័យថាភ្ញៀវនៅតាមខេត្តគាត់អាចទិញបាន EC 1.1របស់យើងដោយបាច់ចាំមកផ្ទាល់ទេស្រី ហ្នឹងហើយបងហាអត់អស់ហើយណាបងសម្រាប់អតិថិជននៅភ្នំពេញនិងក្រុងតាខ្មៅយើងមានសេវាកម្មដឹកដល់ជាដល់ផ្ទះហ្មង អូឡយមែនបង EC 1.1 ឈើមកគេរហូតហ្មងបងនិយាយអញ្ចឹង app ហ្នឹងគេទៅតែបង្កើតឬមួយក៏មានកម្រងបង្កើតយូរហើយ អូតាមពិតទៅយើងមានកម្រងមួយឆ្នាំហើយតែថាយើងទៅតែបង្កើតបាន app ហ្នឹងហ៎ បងស៊ីបងជីវ័នដឹងគ្រប់រឿងហ្មងណា វាក្មួយតកែស្អីក៏វាដឹងដែរ ចាស់ថាបង តាមពិតតាទៅជីវ័នវាក្មួយរបស់មេតើបានបងកសោប្រែអញ្ចឹង បងវ៉ាន់អីនេះខ្ញុំទិញកាហ្វេផ្ញើមួយថ្ងៃញ៉ា ទីខ្ញុំនៅកាយដែរ មានអាកាយទេបងអើយកាហ្វេនៅហ្នឹងឆ្ងាញ់ខ្ញុំមកធ្វើការខ្ញុំទិញរាល់ថ្ងៃហ្នឹងថ្ងៃណាមួយតាំងពីមួយថ្ងៃចូលធ្វើការវិញមកខ្ញុំអត់តបានសំទោសមួយថ្ងៃដោយផ្ទាល់ប៉ុណ្ណាពីរឿងដែលខ្ញុំធ្លាប់បំពេញមួយថ្ងៃលើកមុនណោះហើយចាប់ទុកថាខ្ញុំទិញកាហ្វេផ្ញើមួយថ្ងៃនេះជំនួសពាក្យសំទោសហ៎បង អូអត់អីរត់រឿងកន្លងហូរយូរហ្នឹងហើយណាមួយក៏ឯងតាំងចិត្តធ្វើការទៅនិយាយអញ្ចឹងមិនបានទិញកាហ្វេតែមួយកែវចឹងចុះបងកសាល មកអីជីវ័នបងផឹកកាហ្វេរបស់អ៊ំមកហាងរាល់ថ្ងៃហ្នឹងហើយនិយាយចឹងរត់ចង់សុំទោសជីវ័នសុំទោសទៅចាំបាច់អីណាលេង style ទិញកាហ្វេជូនឲ្យជំនួសពាក្យសុំទោសអីធ្វើមើលដូចក្នុងកុនហើយចានិយាយចឹងជីវ័នអីទៅមើលការងារបុគ្គលិកទៅបងមានការងារមួយរត់តិច បាទ ចារត់តាមបងតិចរត់ចង់ធ្វើអីគេ មកចង់និយាយពីគេខ្ញុំអត់យល់ទេបង ស្មានបងមើលអត់ដឹងមែនរត់ឯងមានអីលាក់បាំងមួយបងលើណា ខ្ញុំអត់មានអីលាក់បាំងមួយបងទេខ្ញុំគ្រាន់តែចង់សហការងារមួយគាត់ឲ្យបានល្អដូចដែលបងបានប្រាប់ហ្នឹង កុំចង់លាក់បាំងមួយបងណាបងជាអ្នកនាំរត់ឯងមកធ្វើការនៅកន្លែងហ្នឹងហើយក៏ជាអ្នកប្រដាល់រត់ឯងដែរស្មានតែបងមើលអត់ដឹងមែនឲ្យតែច្បាស់បើថាចង់សហការកុំឲ្យបងចាប់បានណាបើបងដឹងបងមិនទុករត់ឯងទៅធ្វើការបាន ទៅវីអូននេះមួសមម្ដុំទៀតហើយ អូអរគុណណាស់បងបងសេមខ្ញុំមានអារម្មណ៍ថាតាំងពីបងកសោក៏កាយខ្លួនមកខាងយើងដូចស្ងប់ស្ងាត់ជាងមុនលែងមានចំនួនដូចសង្គ្រាមដូចមុនហើយហើយបើនិយាយពីបុគ្គលិកវិញធ្វើការដែលមានស្នាមញញឹមមានក្តីសុខដល់ហើយបងខ្ញុំមកពិតជាចង់ឲ្យហាងយើងបាននឹងរហូតដល់ហើយហែងកុំអានអនៅក្មេងដូចហែងអញ្ចឹងងាយស្រួលក្នុងការចាញ់បោកគេណាស់បើបងវិញដូចមិនទុកចិត្តមិនទេនៅពេលដែលបងឃើញមេកសលហើយនឹងជំនួយការម្ដងបងមានប្រផ្នូអត់ល្អសោះមួយយ៉ាងទៀតពេលដែលបងឃើញកែប្រភេទបងកសលស្លឹកមកពួកយើងដូចមិនទេបងអត់គិតមិនបានទេមនុស្សដែលចិញ្ចឹមចិត្តស្ដាប់បងតាំងពីដំបូងអញ្ចឹងហើយស្ដាប់តែសុកប្រែមកទៅស្រួលអញ្ចឹងដូចជាមិនបងកសលសោះហើយបើសិនជាគាត់មកត្រង់ផាំងដូចមុនបងមិនខ្លាចទេតែខ្លាចតែសងំរកល្បិចថ្មីហ្នឹងស្បៃឲ្យស្រី បាយនិយាយអញ្ចឹងគួរឲ្យគិតដែរតាពិភពលោកធំធេងខ្ញុំនៅក្មេងអាចនឹងតាមមិនទាន់ដើម្បីមនុស្សចាស់ក៏ថាបានប្រហែលជាខ្ញុំគិតមនុស្សក្នុងផ្លូវល្អពេកទៅដឹងបងមើលមនុស្សក្នុងផ្លូវល្អវាអត់ខុសទេប៉ុន្តែមនុស្សខ្លះធ្វើឲ្យយើងកប់សង្កល់ម្ដងហើយម្ដងទៀតជាពិសេសមនុស្សដូចបងកសលអញ្ចឹងអូខេព្រោះលោកមុនតកែយើងគាត់មានទឹកចិត្តល្អហើយគាត់តែងតែផ្ដល់ឱកាសឲ្យមនុស្សដែលខុសហើយចេះកែខ្លួនហើយពួកយើងសិតតែបានដឹងត្រូវអត់ថាដល់តកែបងកសល
គាត់តែជន់រងគ្រោះដោយសារតែភេទទី3ដោយពួកបងទៅបំបីបាក់គ្រួសារគាត់ភេទទី3ដូចតែគ្នាប៉ុន្តែមនុស្សផ្សេងគ្នាតាមានល្អមានអាក្រក់ដូចតែមនុស្សប្រុសមនុស្សស្រីអញ្ចឹងអ្នកដែលធ្វើឲ្យគ្រួសារគាត់បែកបាក់មិនមែនបងណាហេតុអីបានត្រូវមករៀបដល់បងហើយនឹងជីវ័នអូប្រហែលជាគាត់រស់ដិតដានក្នុងស្រមោលអតីតកាលហ្នឹងមនុស្សដែលប៉ះទង្គិចផ្លូវចិត្តតាំងពីក្មេងអញ្ចឹងជួនកាលគាត់មានបញ្ហាផ្លូវចិត្តគាត់ថាបានយើងស្មានចិត្តគាត់មិនត្រូវទេបាយនិយាយចឹងក៏ថាបានដែរនេះមកល្មមខ្ញុំពងរត់ជួយរៀបអីវ៉ាន់ផងទៅជួយរៀបសាប៊ូដូដូខ្ញុំតិចគេបងខ្ញុំទិញ5កែវហ៎តោះចឹងចាបងសម្រាប់សាប៊ូទឹកបោកកៅអៅម៉ាក់ដូនេះគឺថាលក់ដាច់ខ្លាំងហ្មងមិនថាភ្ញៀវទិញរាយយកទៅប្រើប្រាស់ឬមួយក៏បោះដុំចង្កេះយកទៅលក់បន្តអីទេគឺថាដាច់យកហ្មងរឿងអីមិនលក់ដាច់ណាសាប៊ូទឹកដូហ្នឹងជាផលិតផលរបស់ខ្មែរពួកយើងប្រើដោយមោទនភាពហើយបើពួកយើងប្រើផលិតផលរបស់ខ្មែរក៏ដូចជាជួយសេដ្ឋកិច្ចជាតិផងដែរបើចំណុះគឺវិញមានរហូតដល់ 1000 ក្រាមមកហើយមកកញ្ចប់អញ្ចឹងតម្លៃតែ 5000 រៀលហ្នឹងហើយបើសិនជាបងគាត់លើកចង្កេះយកទៅលក់តវិញយើងគិតក្រោម 5000 រៀលជួយគាត់ទៀតសំខាន់ណាស់សាប៊ូទឹកដូមានក្លិនក្រអូបដូចទឹកអប់អញ្ចឹងពពុះក៏ច្រើនហើយកម្ចាត់ស្នាមប្រឡាក់បានស្អាតល្អទៀតអញ្ចឹងតាំងយើងទាំងគេណាគេមិនចង់ប្រើសាប៊ូទឹកហ្នឹងហ៎ហ្នឹងហើយបងស៊ីមនិយាយត្រូវសំខាន់ណាស់អ្នកគាត់ឃើញទុកជាតិខ្មែរលើសាប៊ូដូដូនោះចង់ប្រើបងពួកគេបិទមកសម្រាប់ប្រជាជនខ្មែរយើង 100% អញ្ចឹងជំរាបតបងភ្នែកគាត់ញ៉ាំដែរអូអូនឯងពងមើលអីហ្នឹងមើលទៅដូចត្រង់ញ៉ាំដល់ហើយមើលបងសុំមើលតិចមើលមានណាបងខ្សែកទិញទុកប្រូ birthday សំសាណាបងអូស្អាតហ្នឹងហើយគេណស្ងាត់តមានសោះពេជ្របងវិញស្ងាត់តដល់គីឡូចំណាយជីវិតគេដល់ហើយមានណាបងតែខែសុំធ្វើការកន្លះឆ្នាំរកបានមួយខ្សែហ្នឹងបងស្អាតបងស្អាតអូនឯងយកទៅដឹងតែសងសាំងឯងពេញចិត្តហើយបងស៊ីមបងទៅពីបងមើលអីហ្នឹងខ្ញុំសុំមើលដែរមើលគ្មានអីទេរត់គ្មានអីណាខ្ញុំឃើញមួយថ្ងៃមើលអីសោះហ្នឹងមិញបងថាអត់គឺអត់តែតើអត់ក៏អត់ទៅតែនិយាយចឹងបងសល់ហៅមួយថ្ងៃទៅជួយរៀបអីវ៉ាន់ជួងក្រោយផ្លែតអរគុណរត់តែមុនបងចាប់បងទៅតាមក្រោយបាទបងហៅណៃរបស់ល្អអញ្ចឹងយកទៅឲ្យស្រូបបួទៅកុំទុកតាមខ្លួនអញ្ចឹងបងទៅធ្វើការសិនណាមេជួយឆែកកាមេរ៉ានេះមកខ្ញុំបាត់ខ្សែកមែនបាត់ខ្សែកបាទខ្សែកនៅណាបាត់នៅក្នុងកតាបបងទុកនៅក្នុងទូដាក់កតាបដល់មកបងលើចេញទៅតោះទៅលឿនអត់អីចាំធ្វើចាំបង្ហោឲ្យតាចាញ់ពីហ្នឹងទៅរកអីស៊ីអីអូខេតាទៅយើងពួកយើងចាំតាណាចាបងនៅនោះសិនហើយខ្ញុំមានរឿងចង់និយាយតិចមានអីមែនបងទៅក្រោយទៅសិនអ្នកនរគ្នាមានឆ្ងល់អត់ហេតុអីបានបងហៅពួកយើងមកជុំគ្នាបន្ទាន់ដោយសារតែវិរៈជាមិត្តភក្តិយើងនេះបាត់របស់មានតម្លៃមុនហ្នឹងនៅក្នុងកន្លែងការងារគាត់បានទិញខ្សែកមួយខ្សែទុកជូនជាកាដូដល់សង្សាររបស់គាត់អ្នកនរគ្នាមានបានយកអវ៉ាន់របស់គាត់អត់បើសិនជាយកមកសងគាត់ឥឡូវហ្នឹងវិញមកបងអត់ដេញដោលទេអត់បានទេបងអូខេដើម្បីបញ្ជាក់ពីភាពតាក់ទងរបស់អ្នកនរគ្នាជួយយកកតាទាំងអស់ហ្នឹងមកដល់លើតុនេះមកដើម្បីឲ្យវិរៈគាត់ឆែកចាបងនេះបងបាននៅខ្ញុំបានបងនេះជាកាបូបរបស់អ្នកណានឹងជាកតារបស់ខ្ញុំបងប៉ុន្តែខ្ញុំមិនដឹងថាខ្សែកហ្នឹងមិនបាននៅក្នុងកាបូបខ្ញុំទេមិនដឹងឬធ្វើមិនដឹងនេះសិបែងកំប្រាប់ថាវាមានដៃមានជើងខុសមកក្នុងនេះខ្លួនឯងខ្ញុំមិនមែនមានន័យថាអញ្ចឹងទេបងប៉ុន្តែខ្ញុំមកពិតជាបានធ្វើវាមែនបងស៊ីមកគាត់មិនជាមនុស្សចឹងទេបងពេលខ្លះមានមនុស្សខ្លះចង់ធ្វើបាបគាត់ក៏ថាបានដែរទេវីអូនឯងមើល account ច្រើនពេកមែនកាន់ជើងគ្នាវាជារឿងល្អប៉ុន្តែកុំកាន់ជើងមនុស្សខុសស៊ីមឯងថាបានយកហ៎អូនប៉ុន្តែយកខ្សែកមកថ្ងៃហ្នឹងមានពីណាខ្លះដែលដឹងរឿងហ្នឹងស៊ីមគាត់សុំខ្ញុំមើលបងតែក៏បងគេត្រូវហើយអ្នកដឹងតែម្នាក់កាន់តែបញ្ជាក់បានហើយថាស៊ីមជាអ្នកយកខ្សែកហ្នឹងជីវ័នអូនឯងក៏គិតដូចគេដែរមែនទេថាបងជាអ្នកយកបងស៊ីមខ្ញុំមើលតាមតែផលតាំងចាស់ស្ដែងទេតែប្រហែលជាកន្លងមកខ្ញុំទៅចិត្តមួយថ្ងៃខុសហើយចាំធ្វើបងក៏សោះចាប់ចែងបងជីវ័នយើងស្គាល់គ្នាយូរណាមិត្តភាពណាបាយណាតាទុកចិត្តបងស៊ីមទៀតមែនបានហើយទេវីឈប់និយាយជីវ័នឲ្យបងសុំទោសផងដែលធ្វើឲ្យតែពីរខកចិត្ត
ខ្ញុំក៏សុំទោសអ្នកគ្រប់គ្រងដែរហើយក៏សុំទោសអ្នកទាំងអស់គ្នាដែរមែនហើយរឿងហ្នឹងខ្ញុំអ្នកធ្វើខ្សែកហ្នឹងខ្ញុំអ្នកយកបានហើយការពិតក៏ដឹងហើយចំពោះខ្សែកក៏បានទៅដល់ដៃម្ចាស់គេដែរអញ្ចឹងរឿងនេះគួរតែបញ្ចប់កុំឲ្យអ្នកទាំងអស់គ្នាខាតពេលដោយសារខ្ញុំអញ្ចឹងខ្ញុំដាក់ពាក្យលាឈប់ចាប់ពីពេលនេះតទៅដាក់ពាក្យលាឈប់ស៊ីមឯងយកច្រឡំអីមែនស៊ីមឯងគ្មានសិទ្ធិសូម្បីតែដាក់ពាក្យឈប់បងមកឈប់ស៊ីមឯងបញ្ឈប់ខ្ញុំម្នាក់ទៀតផងបងព្រោះខ្ញុំក៏អារម្មណ៍ធ្វើការនៅកន្លែងហ្នឹងដែរក៏បានទៅម្ដងទាំងពីរក៏បានដែរស្មានតែអត់ពីពីអ្នកឯងទៅអត់មានតែធ្វើការមែនមិនខ្វះទេអ្នកដែលមានសមត្ថភាពហើយចង់ធ្វើការនៅកន្លែងនេះបានហើយពួកយើងបែកគ្នាផ្ទះទៅហើយអ្នកដែលមិនមែនជាបុគ្គលិកនៅទីនេះចេញពីហាងបានហើយបងព្រឹកមិញមានឯកសារផ្ញើពីខាងប្រទេសចិនមកដោយសារតែពួកគាត់ទៅរកបាត់ដែលគូគុំថ្មីហ៎បងហើយម្យ៉ាងទៀតគាត់រកបាត់អីវ៉ាន់ក៏ច្រើនតម្លៃទំនិញក៏កាន់តែល្អដែរចាំខ្ញុំគិតថាឱកាសនេះបងឆាប់កំងទិញពីពួកគាត់ទៅវាជាឱកាសមួយដែលយើងអាចរកប្រាក់ចំណូលបន្ថែមបានទៀតណាបងមើលតិចសិនបាទអូជួនឯកសារនេះល្អវ៉ាវសុទ្ធតែទំនិញល្អហើយចាំបាច់សម្រាប់ការប្រើប្រាស់កម្មថ្ងៃតែម្ដងចាំមើលពេលមេគាត់មកពីស្រុកក្រៅវិញបងនឹងយកឯកសារនេះឆ្លងកាត់គាត់ដើម្បីដំណើរការកំងជីវិតឯប្រកែមែនដែលហៅបានឯកសារល្អអញ្ចឹងសាក់សមហើយដែលជាក្មួយរបស់មេអូបងឯកសារហ្នឹងបងចាំជួយទុកឲ្យស្រួលផងណាជាវាមានបុគ្គលិកយើងជន់គាត់ឆ្លៀតយកឯកសារហ្នឹងទៅលក់ឲ្យដៃគូប្រកួតប្រជែងយើងហ៎បងអត់អីជីវិតមកដឹងហើយបាទចាំទៅសិនណាបងអរគុណណាបងវ័នហៅបងឯងចូលទៅចូលរួមប្រជុំហ៎បងប្រជុំអីគេបងឯងអត់ដឹងទេបងវ័នគាត់ហៅបុគ្គលិកទាំងអស់ចូលរួមប្រជុំហ៎បងអត់ដឹងផងអត់អីទៅមើលតិចអញ្ចឹងបាទខ្ញុំហៅទាំងអស់គ្នាមកប្រជុំនេះដោយសារខ្ញុំមានសំខាន់ចង់និយាយពីដល់ពេលដែរហើយដែលយើងត្រូវសម្អាតដំបៅស្អិតរលួយចេញពីក្នុងហាងយើងអូមកដល់ហើយតាជីវ័នប្រជុំអីគេនិយាយស្អីគេដំបៅស្អិតរលួយអីគេមិនក៏បងអត់ដឹងរឿងសោះអញ្ចឹងឈប់បងឈប់សិនខ្ញុំនិយាយតាន់អស់ហើយយ៉ាងអីចូលមកជីវ័នហើយគាត់ធ្វើអីគេគាត់ធ្វើការណាឈប់តាំងពីមុនពេលដែលជីវិតអាចចូលមកធ្វើការនៅទីនេះទៅទៀតខ្ញុំដឹងថាបងប៉ុន្តែខ្ញុំចង់ប្រាប់រឿងនេះបងអត់ទាន់ដឹងតាំងពីគាត់ឈប់ទៅខ្ញុំបានតាក់ទងឲ្យគាត់បន្លំខ្លួនចូលធ្វើការនៅក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់យើងតែមកសំវិញគាត់បានប្រទះនៅរឿងមួយខុសច្បាស់ប៉ុណ្ណឹងហើយខ្ញុំគិតថាលំបងគ្រប់គាត់ឲ្យខ្ញុំជប់រត់បានទេបងជួយខ្ញុំផងបងខ្ញុំដឹងខុសហើយបងហើយលុយហ្នឹងក៏ខ្ញុំអត់ទាន់យកទៅណាដែរបងនេះចាប់ទុកថាខ្ញុំសងថ្លៃគាត់ខែក្រុមហ៊ុនណាបងខ្ញុំអត់ទាន់ចង់បាត់បង់ការងារទេបងរត់គេមានផោះតាងណាបងជួយអីរត់បានទេរត់កុំមកប្រាប់បងកសលពួកបងកសលក៏គាត់មិនគាត់ថាអាចជួយខ្លួនឯងបានដែរជីវ័ននិយាយនេះបានថាម៉េចថាដែររបស់អូនចឹងយកទៅស្រួលទៅកុំតាំងខ្លួនចឹងបងធ្វើការហ្នឹង
Vòn cho mày mày mớ bông. Ở ấy đã tham hành ca gọi sân á. Ba rồi. Này. Cục dáng cho ba phần này nhưng cơ than này tầng phí chẳng mê chẳng con cháu anh vích bổng vạch trên micro hôn ba này. Chị Vòn còn hơn á tôi bây chị Vòn anh không mê cái đời còn tay nó không có lại gang như vậy chẳng hạn chị Vòn anh tâm là chơi nồi ca bong này chị Vòn anh không sân mà thôi bạn đã bong này ចុះបងវិញមានសិទ្ធអត់កសលអត់អីទេកសលបងអត់នឹកថាកសលឯងធ្វើឲ្យបងខកចិត្តម្ដងជាពីរដងទេ bạn bongគ្រប់យ៉ាងគឺខ្ញុំអាចបកស្រាយបាន អត់បាច់បកស្រាយទេបងអត់ចង់ស្ដាប់ការផ្ដល់ឱកាសឲ្យឯងពីរដងទេម្ដងជាពីរដងហើយបងគិតថាកសលហើយមួយកូនចៅអាចទៅវិញបានហើយចេញទៅផ្ទះ អញ្ចឹងបើសិនជាពួកយើងកំពុងជុំគ្នាឯងបងចង់ផ្ដាំផ្ញើការងារបន្តិចបន្ទាប់ពីរឿងនេះស្ងប់ទៅបងសង្ឃឹមថាពួកយើងអាចផ្ដោតអារម្មណ៍ធ្វើការឡើងវិញហើយធ្វើការដោយប្រើសមត្ថភាពកុំគិតរឿងអែបអបរឿងខ្សែរឿងខ្នងទោះបីជាមានខ្សែក៏ដោយតែធ្វើខុសគេគង់តែដកចេញដូចគ្នាហើយកុំរើសអើងភេទផ្ទុយគ្នាភេទទី3ឬក៏មិត្តភ័ក្តិយើងដែលមានលក្ខណៈ ខុសពីខ្លួនយើងអញ្ចឹងកុំរើសអើងគាត់សំខាន់គាត់ធ្វើការជាមួយពួកយើងកើតអត់គាត់ធ្វើការជាមួយកន្លែងយើងល្អអត់តែពិតកុសលគាត់មានសមត្ថភាពធ្វើការទេព្រោះគាត់មានបទពិសោធន៍លើការងារហ្នឹងប៉ុន្តែអត់ដឹងថាម៉េចគាត់នៅវល់នឹងអតីតកាលរបស់គាត់ហ្នឹងគាត់នៅវល់នៅរឿងដដែលហ្នឹងងើបមុខអត់រួចបងសង្ឃឹមថារឿងនេះបងដកគាត់ចេញម្ដងនេះធ្វើឲ្យគាត់ភ្ញាក់ខ្លួនអូខេអញ្ចឹងពួកណៃអាចបំបែកជួបគ្នាទៅធ្វើការបានហើយណាអូខេអរគុណអូន ជីវ័ននិយាយចឹងឯកសារដែលបាត់បង់ទៅគូប្រជែងនឹងសំខាន់អត់ កុំឲ្យពុកឯកសារនោះខ្លាំងខ្លាយខ្ញុំបានកែលេខអ្នកតំណងអស់ហើយមុនឲ្យបងកសល ល្អហើយជីវ័នតែពិតមួយរយៈនេះបើសិនជាគុំបានក្មួយចូលមកធ្វើការនេះឲ្យស៊ើបការកុំឲ្យអត់ដឹងរឿងទេហើយបើសិនជាបុគ្គលិកវិញគាត់អត់ប្រាប់យើងទេទោះបីជាគាត់ឈប់ក៏គាត់អត់ប្រាប់យើងដែរខឹងមិនក៏សុកចិត្តឈប់សួរគាត់មិនក៏គាត់អត់ប្រាប់ដែរអញ្ចឹងជីវ័នកុំភ្លេចហៅ TV មួយស៊ីមមកធ្វើការវិញផងណាព្រោះអីប្រហែលជាគាត់ខូចចិត្តខ្លាំងហើយពេលគាត់មកធ្វើការប្រាប់រឿងរ៉ាវទាំងអស់ឲ្យគាត់ទៅអត់អីទេបងសិមនិយាយថាបាយហៅការងារធ្វើបង បងដូចអត់ទាន់ចង់រកទេបងចង់ទុកខួរក្បាលឲ្យទលាយមួយរយៈសិន ប៉ុន្តែខ្ញុំត្រូវហៅការងារធ្វើឯងដោយសារអីត្រូវការបងស្នាហៀនបង ចុះបើហើយអត់មានលុយបងសាលាហើយមិនខ្ចីលុយបងសិនទៅបងសល់លុយសំមួយចំនួននៅតា អូយអត់ទេបង បងពីដាក់គាត់បងស៊ីម TV ជប់សិនអត់និយាយសិនបង ខ្ញុំហៅជាមួយអាទេវីគ្មានអីធ្វើនិយាយជាមួយជីវ័នឯងទេពួកអីពួកខ្ញុំទាំងពីរគ្រាន់តែជាបុគ្គលិកគេត្រូវបានឈប់ហើយទេ អត់ទេបងខ្ញុំមកនេះចង់សុំទោសបងនឹងពីអំពីរឿងកន្លងមកបងតែសារវាគឺជាផែនការរបស់ខ្ញុំឯងបងគឺជាល្បិចរបស់ខ្ញុំដែលឲ្យវិរិយតាមផែនការបងកសលប៉ុណ្ណោះពួកគាត់ចង់ធ្វើបាបតែទាំងពីរម្យ៉ាងមនុស្សបងកសលគឺជាមនុស្សល្បិចច្រើនបើយើងគ្មានផុសតាំងច្បាស់លាស់ចាប់គាត់អត់បានទេហ្នឹងហើយបងខ្ញុំឲ្យបញ្ជាក់បានបង មានរឿងអីបងដូចអត់ទៅយល់សោះ ហើយជាបាយទាំងពីរមិនប្រាប់ពួកខ្ញុំតាំងពីដំបូងអត់ដឹងទេថាពួកខ្ញុំខូចចិត្តប៉ុណ្ណា អត់អីខ្ញុំប្រាប់ទាំងពីរម្យ៉ាងលខោនេះបើប្រាប់ទាំងពីរដំបូងរឿងក៏អត់ល្អមើលដែរម្យ៉ាងខ្ញុំមកនេះជំនាញខ្ញុំប្រាប់ទាំងពីរដែរដោយសារតែមេគាត់ឲ្យខ្ញុំហៅបងទាំងពីរចូលទៅធ្វើការវិញបងពួកខ្ញុំក៏លើមកធ្វើការនៅ EC ដែរ អញ្ចឹងជីវ័នឯងចង់ទៅណាវិញ ខ្ញុំត្រូវទៅបន្តមើលការងារផ្ទាល់ខ្លួនខ្ញុំវិញបងហើយម្យ៉ាងវិញទៀតតាមមុនមេក៏ទុកចិត្តបងកសលតែឥឡូវបងកសលក៏ដេញនៅហើយក៏បានផ្ដាំខ្ញុំប្រាប់ថាតាំងតែទាំងពីរឲ្យឡើងធ្វើម្នាក់ជំនួយស្តម្នាក់ជាជំនួយការដែរបង បងសង្ឃឹមអីលើបងវិញជីវ័ន មែនទេបងមេបានតែងតាំងមិញទាំងពីរអ្នកធ្វើជាសម្ដែងនឹងមែនទេបងបែរធ្វើការវិញហ៎ មានរឿងចឹងមែនអត់ជីវ័នបងមិនហ៊ានធ្វើទេបងខ្លាចសមត្ថភាពបងអត់ដល់ អូយកុំបដិសេធទេបងខ្ញុំជឿលើសមត្ថភាពទាំងពីរថាអាចធ្វើការងារនឹងបានណាបងអញ្ចឹងយើងទៅធ្វើការនៅហាងវិញទៅគេមើលហាងផងបង អូខេអូន ពេញចិត្តអ្នកនរគ្នាមែនទេដែលឃើញពួកខ្ញុំទាំងពីរនាក់ទៅជាបែបហ្នឹង ហើយនៅមើលដល់ការទៀតឬគេចាំហើយ